ណាញោមគេហៅថានៅក្នុងប្រទេសដ៏សំគួរបល័យថាបដិទេសវាសៈស្ថិតនៅក្នុងប្រទេសដ៏សំគួរប្រទេសដ៏សំគួរជាប្រទេសដែលមានសុខសន្តិភាពប្រទេសដែលមានការចម្រើនទៅដោយកុសលជាពិសេសគឺប្រទេសដែលមានការគោរពប្រតិបត្តិផ្នែកព្រះពុទ្ធសាសនានេះឯងអញ្ចឹងណាញោមអញ្ចឹងញោមត្រឡប់មកនៅស្រុកខ្មែរហ្នឹងក៏ជាឱកាសល្អនៅក្នុងការសាងសន្សំកុសលប៉ុន្តែបើយើងរស់នៅហើយមិនប្រឹងសន្សំកុសលហ្នឹងក៏ជាការខាតបង់មួយដែរណាញោមបាទសេការប៉ងនៅចម្រើនពរហើយពាក្យដដែលហ្នឹងក៏សូមចរានពរទៅញោមទាំងអស់គ្នានៅទីនេះចម្រើនពរណាញោមកើតនៅក្នុងជាតិសាសន៍មួយដែលទទួលយកនៅឥទ្ធិពលព្រះពុទ្ធសាសនានឹងរាប់ពាន់ឆ្នាំមកហើយរាប់រយឆ្នាំមកហើយតាំងពីបុរាណកាលមកនោះណាប្រជាជនខ្មែរយើងភាគច្រើនណាស់ដែលបានបួសនៅក្នុងពុទ្ធសាសនាជាពិសេសគឺញោមប្រុសនឹងតែម្ដងដែលហើយទៅសំបីមហាក្សត្រគ្រប់គ្រងរាជសម្បត្តិនឹងក៏ធ្លាប់មានប្រវត្តិជាអ្នកសាងប្រភ្នោះបួសនៅក្នុងព្រះពុទ្ធសាសនាយើងដែរនេះជាការសបញ្ជាក់ឲ្យឃើញថាតាំងពីលើមករហូតដល់ក្រោមគឺទទួលរងនៅឥទ្ធិពលនៃព្រះពុទ្ធសាសនាហើយមិនមែនទៅតែក្នុងសម័យកាលឥឡូវនេះទេគឺតាំងពីសម័យមុនមកណាញាតិញោមដល់តាំងពីសតវត្សទី3មកម្លេះបានតែក្រោយពីពុទ្ធព្រះអង្គទ្រង់បរិនិព្វានទៅប្រមាណជាខ្ទង់300ឆ្នាំហ្នឹងចឹងពុទ្ធសាសនាហ្នឹងគឺបានហូរចូលមកដែនដីសវណ្ណភូមិហើយដែនដីសវណ្ណភូមិហ្នឹងសពថ្ងៃនេះយើងបែងចែកមិនដាច់ថាស្ថិតនៅក្នុងប្រទេសណាមួយទេប៉ុន្តែនៅក្នុងអាស៊ីយើងនេះឯងចម្រើនពរណាយើងខ្មែរយើងគេថាដែនដីសវណ្ណភូមិខាងឡាវខាងភូមាខាងអីក៏គេថាជាដែនដីសវណ្ណភូមិអីចឹងទៅខាងថៃហ្នឹងក៏គេថាសវណ្ណភូមិចឹងហើយបានពលានយន្តហោះមួយនៅស្រុកថៃហ្នឹងគេដាក់ថាពលានយន្តហោះសវណ្ណភូមិចឹងណាញោមបើចឹងស្រុកខ្មែរយើងហ្នឹងក៏ហៅខ្លួនឯងហ្នឹងថាជាសវណ្ណភូមិដែរអញ្ចឹងសរុបរួមមកគឺពុទ្ធសាសនាបានហូរចូលមកកាន់ប្រទេសកម្ពុជាយើងហ្នឹងក្នុងអំឡុងសតវត្សទី3បើឬចុងសតវត្សទី2ណាញោមឬក៏ដើមសតវត្សទី3ហ្នឹងនៅក្នុងរជ្ជកាលរបស់ព្រះបាទធម្មមាសោដែលព្រះអង្គជាស្ដេចចលចក្រគ្រប់គ្រងនៅបាតលីបុត្រគឺប្រទេសឥណ្ឌានាកាលនោះបានចាត់រាជទូតឬធម្មទូតចំនួន2អង្គមិនមែនតែ2អង្គហ្នឹងគឺច្រើនអង្គហើយច្រើនក្រុមរហូតដល់ទៅ5ក្រុមទៅផ្សព្វផ្សាយមានទៅផ្សព្វផ្សាយនៅឥណ្ឌាផ្សព្វផ្សាយនៅបណ្ដាប្រទេសផ្សេងទៀតបណ្ដាក្នុងនោះមកប្រទេសខ្មែរយើងនេះមាន2អង្គគឺព្រះសោណថេរនិងព្រះឧត្តរថេរហ្នឹងញាតិញោមធ្លាប់ស្ដាប់ពធច្រើនមកហើយអាចធ្លាប់ជួបពាក្យហ្នឹងហើយអាត្មាខ្លួនឯងផ្ទាល់ក៏ធ្លាប់និយាយពាក្យនឹងរឿងច្រើនដែរទៅហើយអញ្ចឹងថ្ងៃនេះមិនលើកឡើងវិញទេគ្រាន់តែចង់បញ្ជាក់ប៉ុណ្ណឹងថាប្រជាជនខ្មែរយើងនេះបានទទួលយកនៅឥទ្ធិពលព្រះពុទ្ធសាសនានឹងជាយូរយារណាស់មកហើយគឺរាប់ពាន់ឆ្នាំមកហើយណាញោមណាញោមណាបើអញ្ចឹងយើងកើតជាកូនខ្មែរនាដែនដីសវណ្ណភូមិនេះដែលមានដូនតាជាអ្នកធ្លាប់គោរពប្រតិបត្តិក្នុងពុទ្ធសាសនាអញ្ចឹងយើងជាកូនជាចៅហ្នឹងគួរគប្បីជាអ្នកបន្តតែនេះដូចតួយ៉ាងញោមណាប់នេះសុទ្ធតែធ្លាប់បួសណានេះសុទ្ធតែធ្លាប់បួសប៉ុន្តែមិនដឹងថាមានកូនចៅអីបានចូលមកបួសក្នុងពុទ្ធសាសនាជាអ្នកបន្តមរតកពីឪពុកដែរឬក៏យ៉ាងណានោះទេអត់ទេហ្នឹងហើយអញ្ចឹងណាបើហ្នឹងហើយអញ្ចឹងបានថាញោមនៅក្នុងគ្រួសារដែលមានតកូលប៉ង់ហ្នឹងគឺមានញោមណាប់ហ្នឹងក៏ធ្លាប់បួសក្នុងពុទ្ធសាសនាយើងដែរហើយបើតែញោមស្រីឯនេះវិញគឺថាជាពុទ្ធសាសនិកឆ្នើមក្នុងពុទ្ធសាសនាទាំងអបាសកាប៉ង់អុកទាំងអបាសកាប៉ង់នៅនឹងតែមានការគ្រប់គ្រងដល់វិស័យពុទ្ធសាសនាជាពិសេសឧបត្ថម្ភប្រសង់មានប្រសង់វត្តអូតគីនេះជាដើមទៀត
ដែលតែងទទួលបានសេចក្តីអនុគ្រោះនឹងការយកចិត្តទុកដាក់ពីសំណាក់ញោមទាំង3នាក់ហ្នឹងគឺញោមប៉ង់នៅញោមប៉ង់ណាប់ញោមប៉ង់អុកដែលជាបងធំហ្នឹងបើញោមអុកបងធំញោមណាប់បងទី2យើងនិយាយសពថ្ងៃនេះណាកុំនិយាយពីមុនណានិយាយត្រឹមញោម3នាក់ហ្នឹងណាហើយញោមប៉ង់នៅហ្នឹងជាប្អូនពៅហើយញោមប៉ង់នៅណាមិនមែនបងញោមណាប់ទេប្អូនណាហ្នឹងអញ្ចឹងទាំង3នាក់ហ្នឹងដែលជាពុទ្ធសាសនិកជាឧបាសកឬជាឧបាសិកាដ៏ឆ្នើមក្នុងពុទ្ធសាសនាតែយកចិត្តទុកដាក់ទំនុកបំរុងឧបត្ថម្ភត្រង់វិស័យព្រះពុទ្ធសាសនាជាពិសេសត្រង់ជីវភាពរបស់ព្រះសង្ឃអស់កាលដល់ប្រមាណប៉ុណ្ណេះមកដល់ឥឡូវនេះវ័យញោមមិនតិចទេណាញោមប៉ង់នៅនេះអាយុឡើងញោមប៉ង់អុកនេះអាយុ80ជាងហើយជិត90ហើយបើអញ្ចឹងកូនចៅអីហ្នឹងគិតគូរអាយុគាត់ឲ្យច្បាស់ផងណាញាតិញោមកុំឲ្យថ្ងៃក្រោយទៅគាត់មិនមកអីសួរអាយុប្រហែលដឹងអាយុប្រហែលប្រហែលអាហ្នឹងកុំឲ្យប្រហែលណាបើកុំឲ្យប្រហែលហើយជាពិសេសញោមណាប់ហ្នឹងក៏ជាអតីតមេឃុំយើងទៀតអញ្ចឹងអាហ្នឹងត្រូវឲ្យច្បាស់ហើយហ្នឹងហើយបើអញ្ចឹងឲ្យច្បាស់ដល់ញោមអាយុប្រហែលណាញោមណាក៏លើមិនមកអីអាចារ្យគេសួរទៅយើងដឹងផាច់ឬក៏វាមានជាអត្តសញ្ញាណបានសម្គាល់ខ្លួនដូចយ៉ាងណាយ៉ាងណីអានឹងបើត្រឹមត្រូវតាមអាយុរបស់គាត់អានឹងវិជាការល្អហើយតែបើមិនត្រឹមត្រូវទេក៏យើងមានហេតុផលមួយអញ្ចឹងណានេះអត្តសញ្ញាណប័ណ្ណនេះគឺមិនត្រឹមត្រូវទេអាយុវាត្រឹមប៉ុណ្ណេះតែអាយុដើមរបស់គាត់គឺចំនួនប៉ុណ្ណោះយើងត្រូវប្រាប់ពីអាយុដើមនឹងឯងចម្រើនពរបើមិនចាំថ្ងៃខែទេចាំតែឆ្នាំទៅណាញោមហើយយើងនិយាយពីរោងហ្នឹងចេះតែនិយាយបានរោងណានឹងប៉ុន្តែរោងខ្ទង់អីរោងខ្ទង់ប៉ែតរោងកៅរោងអីអានឹងអាចារ្យគេចេះរាប់អាត្មាកាលពីដើមនេះអាត្មាចេះរាប់ឡើងស្ទាត់ជំនាញរឿងរាប់ឆ្នាំរាប់ខែនេះណាញោមណាដូចថា10ឆ្នាំគឺរាប់ប្រមាណ20ឆ្នាំគឺរាប់ប្រមាណ30ឆ្នាំរាប់ប្រមាណ40ឆ្នាំរាប់ប្រមាណ50ឆ្នាំគេអត់ទៅប្របាក់រាប់តគ្រប់50ទេគេមានក្បួនរាប់ក៏ប៉ុន្តែអាត្មាវាខានយូរខ្ញុំជាង10ឆ្នាំវាអត់ដែលបានរាប់ទៅវាភ្លេចក្បួននឹងដែរវាច្រឡំណាដល់ដូចតែអាយុ50ខ្ទង់50ហ្នឹងក្បាល50ហ្នឹងគេរាប់ប្រមាណអញ្ចឹងណាញោមក្បាល60ហ្នឹងក៏រាប់ប្រមាណក្បាល80ហ្នឹងក៏រាប់ប្រមាណក៏រាប់តែប្រមាណប៉ហ្នឹងគឺគេដឹងតែហ្មងនឹងអត់មានតែប្របាក់ឲ្យវិលទៅវិលមកវិលទៅវិលមកអានឹងមិនអញ្ចឹងទេបើអានឹងគេមានក្បួនរាប់បញ្ញោមអាចារ្យអីប្រហែលជាគាត់អាចចេះដោយសារអីដោយសារគាត់ជាអាចារ្យគាត់រស់នៅនឹងអារបៀបរាប់នឹងស្រាប់ទៅហើយទៅដល់អញ្ចឹងអាចណាដល់ថ្មហ្នឹងវាខានរាប់យូរដូចអញ្ចឹងវាភ្លេចទៅតាមនឹងដែរចម្រើនបងណាហើយក៏មិនដឹងថាក្បួននៃការរាប់ហ្នឹងសពថ្ងៃហ្នឹងវានៅទីណាកន្លែងណាហ្នឹងក៏បើដឹងទៀតបើដឹងអីអាចមើលមួយផ្លែតហ្នឹងគឺដឹងទៅមានក្បួនបើដល់30ក៏រាប់ប្រមាណប៉អញ្ចឹងទៅ40ក៏រាប់ប្រមាណ50ក៏រាប់ប្រមាណអញ្ចឹងណាហ្នឹងក៏ជាចំណុចមួយចង់ចរានពរដល់ញោមជាកូនចៅកូនក្មួយនេះញោមណាអ្នកមើលថែញោមប៉ងអុកអីហ្នឹងបើហ្នឹងណាបើចឹងណាចរានពរណានេះជាចំណុចមួយចម្រើនពរដល់ញាតិញោមហើយចំណុចមួយទៀតត្រង់ពាក្យដែលញោមនិយាយថាធ្វើបុណ្យចម្រើនបជនបើបុណ្យចម្រើនបជននេះជាពិធីមួយដែលគេធ្វើឡើងដើម្បីចម្រើនជនមានអាយុពាក្យថាចម្រើននឹងគឺធ្វើឲ្យច្រើនអាយុនឹងគឺបានដល់ការប្រព្រឹត្តទៅការរស់នៅរបស់សពសត្វទាំងឡាយនឹងឯងអញ្ចឹងពាក្យថាអាយុនឹងគឺជាការប្រព្រឹត្តទៅចឹងចម្រើនជននៅមេយុនឹងមានន័យថាធ្វើអាយុឲ្យវាច្រើនឲ្យវាចម្រើនអញ្ចឹងណាញោមហើយការដែលធ្វើឲ្យចម្រើននេះអានឹងក៏វាអាស្រ័យទៅនឹងបុណ្យកុសលដែរណាញោមណាបុណ្យពីអតីតបូកជាមួយនឹងបុណ្យបច្ចុប្បន្នបូកផ្សំជាមួយនឹងការរស់នៅបច្ចុប្បន្ននឹងផងផ្សំផ្គុំគ្នាអញ្ចឹងក៏ធ្វើឲ្យអាយុរបស់គាត់នឹងអាចរស់រានមានជីវិតបានយូរអង្វែងដោយតួយ៉ាងញោមបាសិកាប៉ងអុកដែលគាត់អាចរស់នៅរហូតដល់ទៅអាយុជាង80ឆ្នាំនេះបើនិយាយនៅក្នុងពុទ្ធសាសនាអាយុខៃរបស់គាត់នឹងគឺបានអស់ហើយណាញោមអាយុខៃរបស់មនុស្សយើងនេះយើងគិតត្រឹម75ឆ្នាំទេណាញោមបើត្រឹមប៉ុណ្ណឹងហើយអ្នកដែលអាចរស់នៅលើសពីអាយុ75ឆ្នាំហ្នឹងគេហៅថារស់នៅព្រោះអាស្រ័យបុណ្យចាស់ដែលគាត់បានសន្សំមកបុណ្យចាស់របស់គាត់ណាញោម
bon cha nó bon ấy bonនៃការរសាសិលbonនៃការរសាសិលដូចជាសិលសិក្ខាបទទី1មានបាណាតិបាតាវេរមណីការវាចាការសម្លាប់អីហ្នឹងជាហេតុនាំឲ្យមាននៅអាយុវែងដោយអំណាចប៉ុននៃការធ្វើទានផ្សេងៗយើងទៅកងការមហាកុសលផ្សេងៗទៀតដែលជាហេតុរុញច្រានត្រោតត្រង់គាត់នឹងឲ្យអាចរស់នៅរហូតដល់អាយុលើសពីអាយុខៃទៀតលើសពីអាយុខៃអញ្ចឹងណាញោមណាហើយបើយើងគិតជាមួយនឹងបច្ចុប្បន្នវិញគឺគាត់មានអាហារហូបចុកគ្រប់គ្រាន់គាត់មានការរស់នៅបានសមរម្យណាញោមដោយតែបច្ច័យ4អញ្ចឹងទៅកូនចៅទំនប់បំរុងយកចិត្តទុកដាក់មើលថែទាំគាត់មិនបង្ងើយកន្តើយចំពោះគាត់យកអាសាហើយចំពោះគាត់មានជំងឺឈឺដង្កាត់ក៏ឆាប់បញ្ញាប់ជាបាលឬក៏បំរើគាត់ដោយល្អអាហារហូបចុកក៏រៀបចំឲ្យគាត់ដោយល្អកន្លែងរស់នៅក៏រៀបចំឲ្យគាត់ដោយល្អនេះជ្រុងទៅគឺបរិយាកាសនៃការរស់នៅរបស់គាត់ហ្នឹងគឺសមរម្យអីចឹងទៅអាហ្នឹងយើងនិយាយបច្ចុប្បន្នណាញោមធ្វើឲ្យគាត់សប្បាយចិត្តកាលណាគាត់រស់នៅព្រោះអាស្រ័យកូនចៅបំរើដោយល្អអញ្ចឹងធ្វើឲ្យគាត់ហ្នឹងសប្បាយចិត្តនេះអាសប្បាយចិត្តនឹងឯងក៏ជាហេតុនាំឲ្យមានអាយុហ្នឹងវែងដែរណាញោមណាស្ដាប់បានណាញោមស្ដាប់បានណាបាទហ្នឹងយើងនិយាយបច្ចុប្បន្នបាទណាអញ្ចឹងតែបច្ចុប្បន្នបូកគ្នាអតីតណាអតីតកាលដោយអំណាចបុណ្យរបស់គាត់បុណ្យនៃការរក្សាសិលបុណ្យនៃការធ្វើទានបុណ្យនៃការសន្សំនៅកុសលផ្សេងមកហ្នឹងដែលជាហេតុនាំឲ្យគាត់មានអាយុវែងប៉ុន្តែប៉ុណ្្នឹងអត់តន់គ្រប់ទៀតអាហ្នឹងវាអាស្រ័យជាមួយបរិបត្តិនៃការរស់នៅនាពេលបច្ចុប្បន្នទៀតណាញោមណាតើកូនចៅនឹងមើលថែគាត់ដិតដល់អត់យកអាសាចំពោះគាត់អត់ញ៉ាំមានជំងឺឈឺដង្កាត់ហ្នឹងអាម៉េចយើងបានមើលថែទាំគាត់នឹងបានគ្រប់គ្រាន់អត់អីជាដើមអញ្ចឹងអាហ្នឹងផ្ដាំផ្ញើដល់កូនចៅទាំងឡាយអញ្ចឹងណាអញ្ចឹងទៅជាហេតុនាំឲ្យញោមនឹងអាចមានជីវិតរហូតដល់អាយុជិត90ឆ្នាំនឹងឯងចម្រើនពរទៀតណានឹងអញ្ចឹងអាត្មាសូមលើកទឹកចិត្តដល់កូនចៅទាំងអស់គ្នាទៀតណាហ្នឹងហើយអញ្ចឹងក៏បីមានទម្ងន់ធ្ងន់ផ្នែកស្មារតីនៅក្នុងការថែរក្សាចំពោះមនុស្សចាស់ហើយជាធម្មតាទេមនុស្សចាស់ប៉ុន្តែមនុស្សចាស់ហ្នឹងក៏មិនជាដូចគ្នាទាំងអស់ដែរចាស់ខ្លះក៏ងាយស្រួលនៅក្នុងការមើលថែចាស់ខ្លះក៏រាំងលបាអាហ្នឹងវាមិនខុសអីអំពីកូនក្មេងណាញោមក្មេងខ្លះវិកាចនៅពិបាកក្នុងការមើលថែណាស់យំអាងែកអាងោកអាញ៉ែអាញាតែក្មេងខ្លះស្លូតណាស់ຕົកចោលគ្មានទៅយំគ្មានដាស់ហើតាណាទេមែនទេញោមណាអញ្ចឹងຕົកចោលតែមកកន្លែងទៅឪពុកឬម្ដាយឬជីដូននឹងអាចទៅធ្វើអីបានអាចទៅដាំបាយដងទឹកស្រោចដំណាំឬធ្វើនេះធ្វើនោះអត់សូវបារម្ភទេប៉ុន្តែកូនខ្លះវិញអត់ទេតຕົកមកផ្លែតហ្នឹងមិនស្រួលពមៀលធ្លាក់ពីលើក្រែឬដើរទៅនេះដើរទៅនោះដូចជាញោមចិត្តថ្នជាតិអញ្ចេះផងហ្នឹងប្រឈមនឹងគ្រោះថ្នាក់មែនតើហ្នឹងណាម្ល៉េះហើយគឺថាក្នុងនាមជាអ្នកមើលថែកូនចៅត្រូវរវាសរវៃរវាងព្រមក្នុងការមើលថែទាំកូនចៅនឹងមែនតើយ៉ាងណាមិញមនុស្សចាស់ហ្នឹងក៏មានរបៀបនឹងដែរចាស់ខ្លះហ្នឹងឧបនិស្ស័យនៃការសន្សំពីមុនមករបស់គាត់ហ្នឹងជាមនុស្សបែបស្រួលអីចឹងទៅបែបស្លូតអីចឹងទៅណាញោមណាអត់រើរឿងច្រើនទេអត់ឆ្លោះច្រើនទេអត់កិច្ចកុកច្រើនទេអត់ពិបាកដល់អ្នកចិញ្ចឹមទេប៉ុន្តែចាស់ខ្លះហ្នឹងពិបាកប្រកបចិត្តដែរណាញោមណាពិបាកប្រកបនឹងធ្វើនេះក៏ខុសធ្វើនោះក៏ខុសល្អូនចេះល្អូនចុះអីជាដើមចឹងទៅប៉ុន្តែប្រសិនបើញោមជាកូនចៅបានជួបមនុស្សចាស់ដែលជាឪពុកម្ដាយរបស់ញោមជាសាច់ញាតិរបស់ញោមដែលមានសភាពបែបហ្នឹងញោមត្រូវមានស្មារតីមួយថាងដូចទៅកូនក្មេងអញ្ចឹងណាញោមណាកូនក្មេងខ្លះក៏ស្រួលកូនក្មេងខ្លះក៏លំបាកអញ្ចឹងមនុស្សចាស់ហ្នឹងគាត់វិវត្តទៅអញ្ចឹងចាស់ខ្លះហ្នឹងស្រួលណាអញ្ចឹងអីយ៉ាងម៉េចក៏គាត់ម៉ត់ថាដែរណាបើចាស់ខ្លះអាចជាការលំបាកអញ្ចឹងណាអញ្ចឹងបើសិនបើញោមជួបញោមដែលមានវ័យចំណាស់ចាស់ស្រួលមិនរករឿងញោមទេអាហ្នឹងក៏ជាការល្អហើយប៉ុន្តែប្រសិនបើគាត់រករឿងញោមអាហ្នឹងចូលកំខឹងហើយកុំបោះបង់គាត់ចោលណាញោមណានេះជាហេតុដែលនាំឲ្យគាត់នឹងអាចបន្តជីវិតរស់នៅបានវែងឆ្ងាយបន្តទៅមុខទៀតអញ្ចឹងណាញោមណានឹងគេហៅថាចម្រើនបច្ចនចំណែកតក្ខណានុបទានអីដូចញាតិញោមជ្រាបហើយជាកិច្ចមួយយើងធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនញាតិកាដែលបានចែកឋានទៅកាន់បរលោកខាងមុខអ្នកឯណានីមួយដែលបានចែកឋានទៅហើយគ្នាអស់សិទ្ធអស់សេរីភាពលែងមានឱកាសគ្រប់គ្រាន់នៅក្នុងការធ្វើបុណ្យឲ្យខ្លួនឯងទៀតហើយអ្នកដូចអ្នករស់ឯណាញោមអ្នកស្លាប់ទៅហើយនេះអស់
សិទ្ធគ្រប់យ៉ាងទាំងអស់ញោមស្គាល់ពីតែអស់សិទ្ធទេមនុស្សយើងដូចជាមនុស្សជាប់គុកវាគ្មានសិទ្ធធ្វើអីទាំងអស់ណាញោមស្ដាប់បានណាអញ្ចឹងមើលថាមនុស្សជាប់គុកមនុស្សអស់សិទ្ធប៉ុន្តែមនុស្សស្លាប់នឹងរត់តែអស់សិទ្ធនឹងទៀតមនុស្សជាប់គុកអាចមានថ្ងៃចេញមកវិញកសាងខ្លួនសារថ្មីប៉ុន្តែអ្នកដែលស្លាប់ទៅនេះណាញោមមានតែទៅកាន់អត្តភាពថ្មីតែប៉ុណ្ណោះហើយអត្តភាពថ្មីនោះបើបានមកជាមនុស្សវិញនឹងមិនអីទេញាតិញោមចោះប្រសិនបើផ្លាត់ធ្លាក់ទៅទីកន្លែងមិនល្អមានរូបប្រែតអសូរកាយអីជាដើមអញ្ចឹងនឹងទៅងាយឯណានៅក្នុងការកាយកុនខ្លួនឯងនោះមិនអញ្ចឹងញាតិញោមណាមិនអញ្ចឹងញាតិញោមស្ដាប់បានណាអញ្ចឹងឲ្យបានយើងធ្វើបុណ្យតក្កណានុបទានឧទ្ទិសទៅឲ្យអ្នកដែលស្លាប់ទៅនឹងបើទោះបីជាយើងមិនដឹងថាពួកគាត់ស្លាប់ទៅហើយទៅកើតជាអីក៏ដោយញាតិញោមដូចមានរឿងនិទានខ្លីមួយនៅក្នុងពុទ្ធសាសនានិយាយអំពីប្រេតញាតិញោមនិយាយអំពីកហបតីប្រេតពីកហបតីហ្នឹងគឺសំដៅដល់អ្នកមានទ្រព្យច្រើនហើយប្រេតហ្នឹងមានន័យថាគាត់ស្លាប់ពីមនុស្សដែលមានឋានៈមានទ្រព្យជាកហបតីហ្នឹងទៅកើតជាប្រេតហើយគាត់ស្លាប់ទៅកើតជាប្រេតហ្នឹងមានតែបានយកទ្រព្យគាត់មានទាំងបាមាននឹងទៅតាមទៅចាយទៅវាយណាដូចញោមស្ដាប់ពធជារឿយមកដឹងហើយតែតើអ្នកដែលស្លាប់ទៅហើយនេះមិនបានចាយលុយមិនបានចាយកាក់ទេណាញោមណាទោះបីជាមានលុយចាយក៏មិនដឹងតែចាយនៅណាដែរស្រុកប្រែតនេះគ្មានផ្សារលក់ដូរទេគ្មានហាងលក់ទំនិញទេគ្មានតូបលក់ចាប់ហួយទេណាញោមឋានប្រែតនឹងអត់មានអញ្ចឹងទេតិចតែមានកន្លែងលក់នំបញ្ចុកអីទៅតិចតែឋានប្រែតមានកន្លែងលក់គុយទាវអីទៅនោះដូចផ្ទះញោមនៅមុខអីមានលក់គុយទាវហ្នឹងប៉ុន្តែឋានប្រែតអត់មានទេណានៅតិចតែឋានប្រែតមានលក់អីភីហ្សាហាំប៊ឺហ្គឺហ្នឹងគឺអត់ទេញោមអត់មានទេណាហ្នឹងហើយយំពីកហបតីប្រែតហ្នឹងចេះញាតិញោមនឹងទោសនៃការប្រមាថមើលងាយនៅព្រះបរមសារីរិកធាតុដើមរឿងនេះវាចេះចឹងអាត្មាលើកឲ្យញោមស្ដាប់ខ្លីមួយចុះណាញោមកាលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បរិនិព្វានទៅហើយកាលនោះមនុស្សម្នាស្ដេចតាមបណ្ដាប្រទេស7 8 9ប្រទេសនឹងនាំគ្នាទៅច្បាំងដណ្ដើមគ្នាយកនៅព្រះសារីរិកធាតុនឹងភាសាសាមញ្ញនឹងគឺឆ្អឹងណាញោមណាប៉ុន្តែពាក្យសម្រាប់ព្រះអរហន្តជាពិសេសព្រះសម្មាសម្ពុទ្ធនឹងយើងមិនអាចប្រើពាក្យតែឆ្អឹងទេឆ្អឹងហ្នឹងគឺពាក្យសម្រាប់យើងគ្រប់គ្នានេះទេតាសូម្បីតែយើងជាមនុស្សហ្នឹងក៏មិនប្រើឆ្អឹងនេះយើងប្រើធាតុមែនទេឆ្អឹងហ្នឹងគឺឆ្អឹងសត្វឆ្អឹងបលត់ទៅតាមពិតហ្នឹងគឺឆ្អឹងនឹងឯងគ្រាន់តែយើងវាបែងចែកពាក្យនៅក្នុងការប្រើតែប៉ុណ្្នឹងឯងពេលនោះបានតូនអាចារ្យឈ្មោះតូនអ្នកហ្នឹងដែលជាអាចារ្យនៃស្ដេចទាំងឡាយហ្នឹងប្រកាសប្រាប់តើអ្នកទាំងឡាយទៅច្បាំងនេះធ្វើអីបើចង់បានព្រះសារីរិកធាតុមិនក៏មិនចែកគ្នាអញ្ចឹងក៏ចែកគ្នាញោមចែកទៅស្ដេចនេះបានប៉ុណ្ណេះស្ដេចនោះបានប៉ុណ្ណោះក្នុងនោះមានព្រះបាទអាជាសត្រូវនឹងផងដែរណាញោមណាហើយព្រះបាទអាជាសត្រូវនឹងញាតញោមហើយក្រោយពីទទួលបានព្រះបរមសារីរិកធាតុនឹងមកក៏ដង្ហែត្រឡប់មកកាន់នគររាជក្រឹសវិញធ្វើដំណើរមកណាញាតញោមក្នុងមួយជួរនៃរដ្ឋបានន័យថាដូចថាដូចយើងដើរតម្រង់ជួរអញ្ចឹងណាដូចថាមកដាច់មកជួរហ្នឹងធ្វើបន់ម្ដងប្រហែលថាក្នុងមួយជួរហ្នឹងប្រវែងប្រមាណ1គីឡូដីឧទាហរណ៍ថាអញ្ចឹងណាញោមណាអញ្ចឹងត្រូវឈប់ធ្វើបន់7ថ្ងៃណាធ្វើបន់ម្ដង7ថ្ងៃម្ដង7ថ្ងៃអញ្ចឹងពីក្រុងកុសិនារាទៅដល់ក្រុងរាជក្រឹសឬនគររាជក្រឹសហ្នឹងគឺត្រូវប្រើពេលនៃការធ្វើបុណ្យនោះអស់7ឆ្នាំ7ខែ7ថ្ងៃយូរមែនតើញោមធ្វើបុណ្យនេះធ្វើបុណ្យមែនតើហ្មងញាតិញោម7ឆ្នាំ7ខែ7ថ្ងៃយើងធ្វើបុណ្យបញ្ចុះសីមាតែ7 8ថ្ងៃយើងថាយូរគ្រប់គ្នាមែនទេញោមណានោះព្រះបាទអាជាសត្រូវធ្វើបុណ្យជាប់គ្នានឹង7ឆ្នាំ7ខែ7ថ្ងៃញាតិញោមច្រើនឬមិនច្រើនញោមអានឹងជាការធ្វើបុណ្យយូរបំផុតនៅក្នុងកិច្ចមួយនឹងចម្រើនបងអញ្ចឹងក្នុងនឹងវាមានអ្នកជ្រះថ្លាក៏មានអ្នកធុញទ្រាន់មិនជ្រះថ្លានោះក៏វាមានដែរណាញោមណាហ្នឹងហើយក្នុងនោះមានកហបតីមួយនោះគាត់មិនជ្រះថ្លាទេធុញមិនពេញចិត្តជាមួយនឹងព្រះបាទអាជាសតុថា
គាត់តែឆ្អឹងមួយសងអូរំខានគេឲ្យធ្វើបនខាតការរស៊ីរកទទួលទានចិញ្ចឹមជីវិតអីអស់លេងណាមានពាក្យមិនព្រោះជាច្រើនទៀតចម្រើនពរក៏ប៉ុន្តែគ្រួសាររបស់គាត់នេះជាអ្នកធ្វើបុណ្យសន្សំកុសលគោរពប្រតិបត្តិជ្រះថ្លាក្នុងព្រះបរមសារីរិកធាតុនឹងណាញោមនៅពេលដែលអ្នកទាំងអស់គ្នានោះស្លាប់រៀងខ្លួនទៅញាតិញោមកហបតីនឹងបានកើតទៅជាប្រែតដោយទោសនៃការមើលងាយព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធដោយឡែកភរិយារបស់គាត់កូនបង្កើតគាត់កូនប្រសាគាត់ចៅគាត់បានទៅកើតក្នុងសុគតិសូរទេវលោកដោយអំណាចសេចក្តីជ្រះថ្លាបូជាគុណព្រះសម្មាសម្ពុទ្ធមានព្រះសារីរិកធាតុនេះជាដើមអញ្ចឹងណាញាតិញោមនៅពេលដែលគេប្រពបូជាមានពេលនោះគឺថាព្រះមហាកស្សបថេរៈបានសម្ដែងរិទ្ធបើសម្ដែងរិទ្ធនឹងឲ្យមនុស្សម្នាទាំងឡាយនឹងអាចមើលគ្នាឃើញអាចមើលទេវតាឃើញអាចមើលប្រែតឃើញប្រែតអាចមើលមនុស្សអាចមើលទេវតាឃើញអញ្ចឹងណាស្រាប់តែកហបតីប្រែតនឹងបានមើលឃើញប្រពន្ធកូនចៅរបស់ខ្លួននោះទៅកើតជាទេវតាទាំងអស់បានសំណោះខ្លួនណាញោមណាសំណោះខ្លួនមកតែឯងមើលទៅគេអនុសិទ្ធតែកូនចៅរបស់អញឥឡូវគេទៅកើតជាទេវតាអស់លេងទៅហើយនោះដល់អញ្ចឹងភ្ញាក់ខ្លួនបានផ្ដាំតាមព្រះមហាកស្សបៈអញ្ចឹងថាប្រសិនបើខ្ញុំព្រះអង្គបានរួចផុតអំពីបត្តវិស័យឬកំណើតប្រែតនេះខ្ញុំព្រះអង្គឈប់រស់នៅក្នុងសេចក្តីប្រមាទគឺនឹងញ៉ាំងសេចក្តីជ្រះថ្លាខំប្រឹងសន្សំកុសលមានការឲ្យទានរក្សាសិលស្ដាប់ពធទេសនានិងធ្វើនៅកងការមហាកុសលផ្សេងទៀតដល់រាបដល់អស់ជីវិតប្រែតហ្នឹងញាតិញោមប្រែតហ្នឹងពោលអញ្ចឹងណាក៏ប៉ុន្តែខណៈហ្នឹងប្រែតហ្នឹងនៅណាញោមប្រែតហ្នឹងគឺប្រែតហ្នឹងឯងមិនអញ្ចឹងហ្នឹងមិនតន់ទៅជាទេវតាឯណាប៉ុន្តែដល់ឃើញអត្តភាពគិទេវតាអញ្ចឹងបានមានស្មារតីមួយស្ដាយខ្លួនវាខុសខ្លួនណាខុសខ្លួនអញ្ចឹងទៅណាញោមហុសពេលហើយកណាញោមហុសពេលហើយអញ្ចឹងបានបាត់ចម្រៀងទៅហុសពេលហើយអូនណាញោមណាដូចញោមនេះហុសពេលនៅណានៅមានជីវិតមិនតន់ហូបពេលទេអានេះញោមណែមិនតន់ហូបពេលទេមានឱកាសបំពេញបុណ្យកុសលច្រើនណាញោមគ្រឹះទេអត់តន់ហូបពេលទេណានឹងសត្វតនៅញោមនៅអីណាមិនតន់ហូបពេលទេណាញោមចំណានពនៅមានជីវិតមានតែនៅមានឱកាសនៅក្នុងការសាងសន្សំកុសលហើយតែចំណែកកហបតីប្រែដកដង្ហើមធំពោលថាហូបពេលហើយអូនហ្នឹងហូបពេលគាត់ថាគាត់ហូបពេលហើយណាញោមអញ្ចឹងមានតែរងចាំរហូតតតែគាត់អស់នៅបាបកម្មនឹងពេលណាបានកើតជាមនុស្សបាននឹងប្រឹងធ្វើកុសលហើយយើងមិនដឹងថាពេលណារួចខ្លួនទៅញោមហើយមកដល់ថ្ងៃនេះពុទ្ធសាសនាក៏ឡងទៅជាង2000ឆ្នាំហើយនោះអត់តន់រួចខ្លួនទេណាញោមនៅឡើយទេណាគាត់មានអ្នកធ្វើបុណ្យឧទ្ទិសទៅឲ្យគាត់ទៀតពីព្រោះនោះប្រពន្ធគាត់កូនគាត់សាច់ញាតិដ៏ជិតស្និទ្ធរបស់គាត់នឹងបានកើតទៅជាទេវតាអស់ហើយនឹងហើយទេវតានឹងមិនអាចមកធ្វើបុណ្យកើតទេវតាមិនមកយកចង្ហាន់ប្រគេនលោកឧទ្ទិសកុសលកើតមានតែមនុស្សយើងនឹងឯងដែលវិងាយបំផុតនោះណាញោមណាអញ្ចឹងបានឱកាសធ្វើបុណ្យធ្វើកុសលអញ្ចឹងទៅឲ្យសូមកុំភ្លេចរលឹកនឹកស្មារតីដល់កូននិងកូនដល់ក្រុមញាតិតែការទាំងឡាយដោយធ្វើការឧទ្ទិសកុសលជូនទៅដល់អ្នកទាំងអស់នោះតាមសំគួរតាមសេចក្តីជ្រះថ្លានិងតាមអ្វីដែលយើងអាចធ្វើបានដូចជាមានពាក្យថាអីទាំងណូញាតតៃណាំងហៅតុសុខេតាហៅតុញាតយោនេះទាននេះចូលមានដល់ញាតទាំងឡាយណាញាតញោមណាញាតញោមទាននេះចូលមានដល់ញាតទាំងឡាយសូមញាតទាំងឡាយបាននៅសេចក្តីសុខបានរួចផុតទុក្ខអីចឹងទៅខ្លីមែនពិតតែមានអត្ថន័យបរិបូរហើយបើចេះច្រើនជាងនឹងទៀតនឹងសូត្រទៅសូមជូនមគ្គផលឲ្យចំពោះទៅដល់អានឹងតាមទំនៀមទម្លាប់ដែលបុរាណអាចារ្យខ្មែរយើងបានចងក្រងជាពីកាបសម្រាប់យើងសូត្រមកអញ្ចឹងណាញោមណាមានយ៉ាងកេញជាកុសលកម្មង្កតពាំងកិរិយ៉ាងមគ្គកាយយេនអីចឹងទៅរហូតដល់ទេវាគន់ថ្វានវេទយើងអាទេវាគន់ថ្វាហ្នឹងជាការប្រកាសប្រឹងដល់ពពុទេវតាហ្នឹងណាញោមពីទេវាគន់ថ្វាហ្នឹងណា
អាណាញោមណាពាក្យមួយម៉ាត់ហ្នឹងបានថាសូមប្រកាសសូមប្តឹងដល់ពពួកទេវតាទាំងឡាយបានដឹងថាពេលហ្នឹងកូនចៅទាំងឡាយឈ្មោះនេះបានធ្វើបុណ្យសូមផ្ដល់តំណែងដល់លោកយាយលោកតាដែលជាឪពុកម្ដាយរបស់ខ្ញុំផងឲ្យមកទទួលអនុមោទនាបុណ្យថាកូនចៅនេះបានធ្វើបុណ្យទៅកសលទៅឲ្យអញ្ចឹងសូមគាត់បង្អោនចិត្តប្រកបដោយសេចក្តីត្រេកអររីករាយទទួលអនុមោទនានៅបុណ្យទាំងឡាយហ្នឹងអញ្ចឹងណាញាតិញោមស្ដាប់តណាចឹងរៀនទៅចេះទៅណាញោមណាស្ដាប់បានណាអាណាញោមណាអញ្ចឹងណាមើលយើងសូត្រយើងតែងតែសូត្រខ្លីទេវាគន់ថ្វានិវេទយងសັບពេលោកកម្មហិយេសត្តាជីវ័នរហេតកាមនុញ្ញੰភោចនੰសັບពេលផន្តមៈពីរដងញោមមៈចេតសាតិអញ្ចឹងណាចឹងញោមចាអីសម្រាប់សម្រាំងប្រយ័ត្នប្រយែងមកណាញោមចាហៀតអីណាញោមណាហ្នឹងហើយព្យាយាមបើកភៅតនេម្ដងមួយស្លឹកដើម្បីរំលឹកទោះបីចេះចាំហើយក៏ដោយដើម្បីផ្ទៀងផ្ទាត់តើអាអញសូត្រនឹងមានភ្លៀងផ្លាត់ខុសអក្ខរតនាដែរឬអត់ព្រោះធម្មតាអាចារ្យសំខាន់ណាស់តើសូត្រខុសអ្នកស្រុកសូត្រខុសតាមពីព្រោះអាចារ្យគាត់មិនមែនសូត្រធម្មតម្កាលទេណាញោមបើលោកសូត្រខុសអ្នកស្រុកអត់វែងទេណាញោមអត់ខុសតាមដោយសារអីព្រោះធម្មតាញោមអត់សូត្រតាមលោកហ្នឹងញោមមកស្ដាប់លោកសូត្រតាប៉ុន្តែញោមអាចារ្យគឺសូត្រទាំងអស់គ្នាណាញោមណាទាំងអស់គ្នានឹងឯងចរានពរនឹងអាចខុសហើយចឹងទៅណាញោមចរានពរនៅដូចញោមអាចារ្យមួយក៏សូត្រណាអីទេវាគន់ថ្វានៅវេទយងសัพពេលោកកម្មហិយេសត្តាជីវន្តាហារហេតកាគាត់ជីវន្តាហារេតកាស្មើនឹងមិនរេតកាកែគាត់3សិលហើយមិនរេតកាទេអត់មានរេតការៈហេតកាគាត់នៅរេតការេតកាហ្នឹងហើយញោមខ្លះថាទេវាគន់ថ្វានិវេទយងសัพពេលោកកម្មហិយេសត្តាជីវន្តាហារហេតកាមនុញ្ញੰភោចនੰសัพពេហ៎មែនទេទៅជាទេវាគន់ថ្វានិវេទយងទេវាគន់ថ្វានិវេទយងសัพពេលោកកម្មហិយេសត្តាជីវន្តាហារហេតកាមនុញ្ញੰភោចនੰសัพពេលផន្តមៈណាកន្លែងមៈហ្នឹងក៏នឹងខ្លះបានតែមួយទេអញ្ចឹងណាហ្នឹងហើយនឹងបានតែមួយតែប៉ុនមៈមានមួយទៀតស្អីទេវាគន់ថ្វានិវេទយងទេវាគន់ថ្វានិវេទយងមិនទេហ្នឹងឯងតើស្ដាប់ឡើងវិញបានដឹងណាអញ្ចឹងបានថាតតែប្រយ័ត្នណាញាតិញោមណាហ្នឹងហើយបើអញ្ចឹងប្រមាណប៉ុណ្្នឹងចោណាញាតិញោមដើម្បីបានជាបដិការៈជាការចូលរួមរំលឹកស្មារតីដល់ពុទ្ធបរិស័ទស្រីប្រុសទាំងឡាយផងនឹងដើម្បីបានជាខ្សែអត្តភ្ជាប់នឹងទុកក្រាន់ចាក់ក្នុងវិទ្យុអីដូចជាយប់នេះជាដើមអញ្ចឹងទៅចាំស្ដាប់ទៅណាញោមណាម៉ោង8យប់អីហ្នឹងញោមបាសិកាប៉ង់នៅអីតែងតាណាស្ដាប់ទេណាស្ដាប់ដែរសាធុណាញោមធីញោមអីស្ដាប់ទេតនេស្ដាប់ខ្លះទៅវិទ្យុមួយប្រហែល10000ហ្នឹងឆ្លៀតទៅទិញមកចិត្តថាអត់ហ្នឹងណាហ្នឹងហើយចាំអាត្មាទៅទិញឲ្យមែនហ្នឹងហើយអាត្មាលើហ្នឹងវាអត់សូវបានឡើងតខេតញោមចម្រើនប៉ុណ្ណាហ្នឹងហើយតើបានឡើងទៅចេះតែឆ្លៀតទិញជូនញាតិញោមអញ្ចឹងទៅចូលចិត្តធ្វើផ្នែកហ្នឹងច្រើនដែរវាជាការធ្វើធម្មទានចម្រើនប៉ុណ្ណាហ្នឹងហើយបើអញ្ចឹងអរគុណជូនបងញោមគ្រប់គ្នាចម្រើនប៉ុណ្ណាហើយមានកិច្ចចុង